បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់សហគមន៍ចិញ្ចឹមកង្កែបកម្ពុជាបាទបងប្អូនអរគ្នាបាទបងប្អូនអរគ្នានេះគឺជាកង្កែបដែលខ្ញុំបានធ្វើការដាក់ចូលទៅក្នុងស្រូវខ្ញុំទៅនឹងដាក់ថ្មីនេះទេបាទហ្នឹងហើយវាមិនទាន់ស្គាល់កន្លែងស្រួលបួលទេបាទវានៅអូនផ្លិតប្រកអញ្ចឹងណាបាទហើយខ្ញុំនឹងទៅថតឲ្យដល់ហើយខ្ញុំនឹងយកចំណីដើរដាក់ឲ្យវាតាមនឹងទៀតហ្នឹងហើយហើយទឹកនៅវាស្រែគឺយើងត្រូវការបែបហ្នឹងឯងហាលបែបហ្នឹងឯងណាបាទហ្នឹងហើយយប់នេះប្រហែលជាវារីងអស់ខ្លះបាទទឹកណាបាទប៉ុន្តែមិនអីទេបាទយើងអាចដាក់ថែមទៀតបានប៉ុន្តែនេះយើងដាក់បានតែខ្ទង់5,000អីហ្នឹងឯងនៅប្រហែលជា5,000ទៀតបាទយើងប្រហែលជាដាក់បានបាទហ្នឹងហើយមេស្រែក្នុងបងណាចាំដាក់ទឹកទាំងអស់ហ្នឹងអូខេបាទហើយនេះគឺជាបច្ចេកទេសដែលខ្ញុំដាក់ហើយខ្ញុំទៅនឹងធ្វើបានមួយប៉ុណ្ណឹងទេបាទអូខេហើយខាងនេះបាទគឺបងប្អូនអរគ្នាមើលបងប្អូនអរគ្នានេះគឺជាកាបដែលខ្ញុំបានរៀបចំហើយបែបធម្មជាតិអញ្ចឹងវាមួយយ៉ាងដែរបងប្អូនអរគ្នាខាងនេះអត់ទាន់រួចទេបាទតិចទៀតយើងនឹងធ្វើការរួចហើយយើងនឹងដាក់ដូចគ្នាបាទដាក់ដូចគ្នាហើយស្រូវយើងដាំរបៀបនេះឯងវាមានវគ្គមានផ្នែករបស់វាហើយយើងធ្វើទៅតាមស្តង់ដារយើងអត់ចង់ឲ្យវាបាត់បង់ឬមួយក៏ខូចខាតហើយយើងអត់ចង់ឲ្យវាបែបហ្នឹងទេបាទហ្នឹងហើយដាក់ថ្មីថ្មោងមើលទៅវាដូចជាស្អាតវាល្អបាទប៉ុន្តែយូរទៅវានឹងធំឡើងវារឹតតែស្អាតជាងនឹងទៀតបាទនៅពេលដែលស្រូវដុះធំហើយអង្កាប់វាចាប់ផ្ដើមល្អវាអង្កាប់វាទៅជាពណ៌លឿងបាទអង្កាប់នៅពេលដែលនៅទូចវាពណ៌រាងកម្ៅតែដល់ពេលនេះពណ៌វានឹងពណ៌លឿងបាទហ្នឹងហើយបច្ចេកទេសនេះគឺខ្ញុំធ្វើជាយូរឆ្នាំហើយបាទប៉ុន្តែគ្រាន់ថាខ្ញុំមិនសូវជាបានថតឲ្យបងប្អូនអរគ្នាមើលហើយបច្ចេកទេសនេះយើងបែបធម្មជាតិបាទយើងអាចដាក់ចំណីបែបធម្មជាតិហើយនៅនឹងតង់ក៏យើងអាចធ្វើបានដែរប៉ុន្តែគ្រាន់ថានៅតង់យើងពិបាកដោះដូរទឹកមួយថ្ងៃម្ដងឬមួយក៏2ដងអញ្ចឹងណាបាទខ្ញុំអត់សូវមានពេលទេបាទស្បីតែពេល4-10នាទីគឺខ្ញុំអត់សូវមានពេលដែរអញ្ចឹងហើយខ្ញុំអ្នកចាំកាបច្រើនបាទដូចជាខ្ញុំចាំរាប់ម៉ឺនកូនបាទអញ្ចឹងខ្ញុំត្រូវការបច្ចេកទេសដែលចំណាយពេលវេលាតិចបាទហ្នឹងយេមីបាទអូខេហ្នឹងហើយបងប្អូនអរគ្នាខ្ញុំមកថតឲ្យបដាទៀតបាទមេជួយបន្តិចមេជួយកាន់អានេះបន្តិចកាន់នេះបន្តិចបាទមេខ្ញុំឲ្យមេជួយកាន់អានេះបន្តិចហើយយើងមកធ្វើការស្រាយវាហើយយកមកនេះមកនេះខ្ញុំដើរមកថតឲ្យមើលហើយយើងទៅនឹងដាក់មុននេះមិញហ្នឹងឯងបាទហើយបន្តិចទៀតខ្ញុំធ្វើការថតខ្ញុំថតនៅកសិដ្ឋានចំកាប់បាទសៀមរាបវិញបាទហ្នឹងហើយបងប្អូនអរគ្នាតែងតែឆ្ងល់ណាស់បងខ្ញុំឃើញเพจបងឯងច្រើនបាទជាសហគមន៍ខ្ញុំត្រូវមានเพจ25ខេត្តក្រុងអញ្ចឹងហើយខ្ញុំមានកូនសិស្សបាទច្រើនបាទមេចាប់ដើមអូខេមិត្តនេះគឺជាកង្កែបមិនបានថាទៅអត់បាន thank you មេអូខេអូមេជក់ដល់អូខេបាទនេះត្រូវជាបងប្អូនជាដូនមួយរបស់ខ្ញុំបាទគឺគាត់អត់សូវអត់មានការងារធ្វើហើយខ្ញុំក៏ឲ្យគាត់មកជួយខ្ញុំបាទហ្នឹងហើយពេលតនេអីអាចមកជួយខ្ញុំបានបាទខ្ញុំទៅអត់មានការងារធ្វើមានន័យថាតនេហើយបងប្អូនអរគ្នាបាទខ្ញុំ
ច្រឡំតាមមានពេលតនេបាទហ្នឹងហើយខ្ញុំដាក់នៅហ្នឹងមកប្រឡោះខ្ញុំសង្ឃឹមថាខ្ញុំដាក់អាចដាក់បាន 10000 កូនចោះបាទហើយបើបាន 10000 កូនក៏ល្អប៉ុន្តែយើងមើលស្តង់ដារវាដែរបងប្អូនគ្នាបាទមិនមែនចិត្តដាក់ទេបាទហ្នឹងហើយប៉ុន្តែប្រហែលជាអាចបានចន្លោះពី6 7000 កូនវាមិនបានដល់ 10000 ទេបាទហ្នឹងហើយអូខេបងប្អូនគ្នាហើយហ្នឹងហើយបងប្អូនគ្នាវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងហើយនេះគឺជារបៀបដែលយើងធ្វើការថតហើយធ្វើការរៀបចំបាទមានភ្លឺមានវគ្គផ្នែករបស់វាបាទហ្នឹងហើយខណៈសតាអ្វីដែលខ្ញុំរៀបចំមិនទាន់រួចបាទ